គឺទៅដូចជាចៅចាក់ស្មុកប៉ុន្តែគ្រាន់តែថាគុំធ្វើសកម្មភាពឲ្យដូចចៅចាក់ស្មុកបងប្អូនពេលដែលខ្ញុំធ្វើវីដេអូនិយាយពីការធ្វើកសិកម្មឯនឹងធ្វើច្រើនមុខធ្វើឯនឹងក៏មានបងប្អូនខ្លះគាត់លើកឡើងគាត់និយាយបែបលេងសើចលេបខាយអញ្ចឹងណាគាត់ថាតិចខ្លាយទៅជាសទ្ធិអីទៅគាត់និយាយបែបលេបខាយឲ្យយើងអីចឹងទៅឃើញយើងរៀបរាប់ពីសកម្មភាពប្រចាំថ្ងៃរបស់យើងការចិញ្ចឹមសត្វការអីនឹងចម្រុះអីចឹងទៅឬក៏វីដេអូខ្លះខ្ញុំក៏និយាយអំពីការចិញ្ចឹមសត្វអីហ្នឹងបើសិនជាយើងចិញ្ចឹមទៅដូចទាដូចអីចឹងសឹងថាដូចការធ្វើផ្ទះជួលមួយឲ្យមនុស្សនៅអញ្ចឹងហើយផ្ទះជួលបើយើងធ្វើទៅវាអាចថាចំណាយលុយច្រើនក្នុងការចាប់ដើមធ្វើប៉ុន្តែបើយើងចិញ្ចឹមសត្វចិញ្ចឹមមាន់ចិញ្ចឹមទាវាអាចចាប់ដើមដោយចំណាយលុយតិចតួចបងប្អូនខ្លះក៏គាត់គិតបែបអវិជ្ជមានចឹងទៅគាត់មើលឃើញវីដេអូរបស់ខ្ញុំឃើញពីកម្រិតជីវភាពរបស់ខ្ញុំដែលជាអ្នកស្រែនេះមានធនធានតិចតួចអីចឹងគាត់ក៏និយាយបែបលេបខាយអីចឹងទៅអញ្ចឹងវាពេលខ្លះទៅក៏អាចធ្វើឲ្យចិត្តរបស់ខ្ញុំរៀងរង្គើបន្តិចដែរពេលខ្លះក៏គិតពិចារណាដែរថាគួរបន្តគួរនិយាយអីវីដេអូរៀបរាប់បែបហ្នឹងទៀតអត់ហើយប៉ុន្តែពេលខ្លះទៅក៏គិតថាពេលដែលមានមនុស្សអញ្ចឹងខ្លះទៅក៏វាដូចជាការជំរុញលើកទឹកចិត្តរបស់យើងដែរបើសិនជាយើងធ្វើទៅវាមិនអាចទទួលបានលទ្ធផលអីទៅមុខមិនអាចទទួលបានផ្លែផ្កាអីយើងនឹងខ្មាស់គេចឹងហើយយើងនឹងខំប្រឹងប្រែងបន្តទៀតបងប្អូនអញ្ចឹងជំនួសឲ្យការបាក់ទឹកចិត្តការលះបង់ការឈប់ធ្វើអីហ្នឹងខ្ញុំក៏មានកម្លាំងជំរុញចិត្តមួយបែបឲ្យខ្ញុំប្រឹងធ្វើបន្ថែមធ្វើបន្តប៉ុន្តែស្របពេលដែលខ្ញុំត្រូវធ្វើបន្ថែមធ្វើបន្តហ្នឹងខ្ញុំអត់សូវមានពេលធ្វើវីដេអូទៀតទេបងប្អូនខ្ញុំចាប់ដើមបន្ថយពេលវេលាក្នុងការធ្វើវីដេអូពីមុនអាសាធ្វើឥឡូវយូរធ្វើម្ដងដើម្បីទុកពេលហ្នឹងសម្រាប់រៀបចំខ្លួនឯងវិញបងប្អូនឃើញនេះគឺសកម្មភាពមួយចំនួនដែលខ្ញុំធ្វើមិនជារៀងរាល់ថ្ងៃទេពេលដែលខ្ញុំទនេបងប្អូនគឺខ្ញុំកាត់បន្លែកាត់អីអស់នឹងជុំវិញហ្នឹងហើយបន្លែដែលខ្ញុំកាត់នេះភាគច្រើនគឺផ្ទីបងប្អូនផ្ទីដែលវាដុះនៅចន្លោះពពួកនេះគឺពពួកតសក់បងប្អូនអាតសក់នឹងគេហៅស្អីនេះតសក់ផ្អែមឯងពួកនឹងមិនតសក់ស្រូវទេបងប្អូនផ្លែមូលហើយអាសាបានញ៉ាំដែរបងប្អូនវាធំវាទុំអញ្ចឹងទៅយើងធ្វើម្ហូបដាក់ទឹកដោះគោធ្វើម្ហូបឲ្យធ្វើផ្អែមបងប្អូនដាក់ទឹកដោះគោដាក់អីទៅឆ្ងាញ់បងប្អូនឆ្ងាញ់មួយបែបអញ្ចឹងខ្ញុំក៏កាត់បន្លែទាំងអស់ហ្នឹងមានត្រួយអង្គាសដីដែរបងប្អូនអាត្រួយអង្គាសដីក្រោមតូចហ្នឹងគឺយើងអាចយកមកប្រើបានយកមកហាន់លាយទៅហើយមានផ្ទីមានអីចឹងទៅអាហ្នឹងវាជាប្រភេទបន្លែបងប្អូនពេលខ្លះខ្ញុំក៏ដាក់ត្រួយឆៃយ៉ាត្រួយអីច្រើនចឹងទៅហើយមានផ្ទីមានអីដូចបងប្អូនឃើញអញ្ចឹងផ្ទីដូងឆ្នាំនេះគឺដុះច្រើនមែនទែនជុំទិសជុំវិញហ្នឹងអញ្ចឹងយើងអាចយកវាមកប្រើយកវាមកហាន់បានបងប្អូនហាន់ដើម្បីឲ្យសัตว์របស់យើងស៊ីហើយបងប្អូនឃើញខ្ញុំហាន់នេះមិនហាន់តូចទេបងប្អូនខ្ញុំហាន់រៀងធំដោយសារតែជ្រូករបស់យើងអត់ជាបញ្ហាទេបងប្អូនប៉ុណ្្នឹងអត់បញ្ហាទេទាក៏ដូចគ្នាអត់ដូចមន់ទេមន់វាត្រូវការស៊ីតូចជាងនេះហើយបន្ទាប់មកខ្ញុំយកវាទៅស្ងោរយកវាទៅអីទៅហើយស្របពេលដែលស្ងោរកំពុងមិនជាបបរទេបងប្អូនខ្ញុំស្ងោរតែបន្លែទេដោយសារបាយគឺខ្ញុំដាំរួចហើយអញ្ចឹងពេលហ្នឹងគឺយើងទៅមើលពពួកសត្វផ្សេងដូចពពួកលលោកពពួកអីនេះដូចបងប្អូនឃើញអញ្ចឹងខ្ញុំចំលលោកចំអីច្រើនគូដែរបងប្អូនហើយពេលដែលវាឆ្អិនខ្ញុំក៏ចាប់ដើមយកទៅលាយជាមួយនឹងបាយជាមួយនឹងកន្ទក់ជាមួយនឹងចំណីគ្រុនមាន់ហើយបងប្អូនឃើញអញ្ចឹងគឺគ្រាន់តែមកដល់នឹងមាន់ទាជ្រូកឯនឹងស្រែកជេរចាចពេញហ្នឹងបងប្អូនហើយមកព្រឹកខ្ញុំឲ្យស៊ីតែប៉ុណ្្នឹងទេបងប្អូនខ្ញុំឲ្យស៊ីតែប៉ុណ្្នឹងទេជ្រូកឯហ្នឹងក៏ដូចគ្នាដែរខ្ញុំឲ្យស៊ីតិចតួចទេលាយជាមួយនឹងទឹកពេញមួយកធុងហ្នឹងហ្មងអញ្ចឹងលាយឲ្យវាស៊ីទៅហើយយើងអាចថាវាកាត់បន្ថយចំណាយខ្លះដូចពពួកបន្លែហ្នឹងតែពិតរាល់ដងខ្ញុំមិនបាច់ចាំស្ងោរក៏បានដែរបងប្អូនប៉ុន្តែដោយសារសារនេះខ្ញុំមានកូនជ្រូកអញ្ចឹងបើសិនជាយើងឲ្យស៊ីបន្លែវារៀងស្រស់ខ្ញុំខ្លាចវារាកអញ្ចឹងក៏យើងស្ងោរយើងអីទៅដើម្បីបង្ការឲ្យវាប៉ុន្តែតែពិតបើស្ងោរជិះក៏វាល្អដែរត្រង់ថាយើងដាក់អំបិលដាក់អីទៅវាលាយវាអីចឹងទៅហើយបន្លែហ្នឹងក៏វាទុនល្អដែរបន្លែវាទុនខ្លាយទៅជាបបរយើងមានពេលស្ងោរយើងស្ងោរទៅបងប្អូនល្អដូចបន្លែដូចតែមនុស្សចឹង
bởi dương nhằm lại straw pe của Việt cả đây vì chọc cho pu hơi cho nên rồi dương chịu pu hơi tới chẳng bởi dương ngao miền pe ngao bán ngao tôi buồn được nhom chứng nhom đã ngao tao lại tao mà plate cho anh phải đọc tíហើយទៅមុខទៅខ្ញុំមានចក្រាន gas ចក្រានអីចឹងរត់ទៅស្រួលទៀតឥឡូវអត់តាន់មានទេបងប្អូនដោយសារ gas វាអត់តាន់ឡើងចឹងចាំមើលមួយរយៈក្រោយពេលដែល gas ឡើងខ្ញុំនឹងបង្ហាញបងប្អូនក៏មានបងប្អូនគាត់លើកឡើងពីរឿងការដាក់ចំណីដាក់អីចំណីមន់ចំណីទាយនឹងដែរគាត់ប្រាប់គាត់សួរហើយច្រឡំប្រាប់គាត់សួរអំពីរបៀបលាយចំណីឲ្យទាហ្នឹងសម្រាប់ខ្ញុំអត់សូវជាមានរូបមន្តអីវែងឆ្ងាយច្រើនទេបងប្អូនខ្ញុំមាន ALC ខ្ញុំឲ្យស៊ីនឹងពោះធម្មតាទាអីនឹងវាស្រួលឲ្យស៊ីមែនទេហ្នឹងបងប្អូនឲ្យតែមានរបស់ឲ្យស៊ីវាដូចគ្មានស្អីសល់ហ្នឹងបងប្អូនចឹងខ្ញុំឲ្យវាស៊ីធម្មតាចឹងមានបបរក៏ឲ្យស៊ីបបរទៅមានអីឲ្យស៊ីនឹងទៅហើយបើនិយាយពីរសជាតិសាច់អីវាគឺអែមហ្មងបងប្អូនដោយសារតែវាបែបលក្ខណៈធម្មជាតិសឹងតែ 90% យើងមិនអាចនិយាយថា 100% ព្រោះពេលខ្លះយើងលាយជាមួយនឹងចំណីពីផ្សារខ្លះដែរព្រោះលាយចំណីពីផ្សារហ្នឹងដោយសារដាក់ទៅឲ្យវាបន្ថែមរសជាតិទាមន់របស់យើងចូលចិត្តស៊ីជ្រូករបស់យើងចូលចិត្តស៊ីហើយដូចជ្រូករបស់ខ្ញុំនេះដូចបងប្អូនឃើញអញ្ចឹងខ្ញុំឲ្យស៊ីតែប៉ុណ្្នឹងឯងបងប្អូនដោយសារយើងមានកាត់បន្លែកាត់នេះកាត់នោះកាត់ស្មៅកាត់អីឲ្យស៊ីថែមអញ្ចឹងយើងអត់ឲ្យស៊ីច្រើនពេកទេហើយបើស៊ីច្រើនពេកក៏វាធាត់ពេកវាអត់កើតទេបងប្អូនឮថាជ្រូកមេអីនេះបើវាធាត់ពេកវាអាចនឹងកូននេះក្នុងចំនួនតិចឬក៏វាពិបាកកើតកូននេះចឹងណាហើយពេលដែលយកចំណីយកមកដាក់ឲ្យវាគឺពិបាកមែនទេបងប្អូនវាទៅដើមវានេះពីទៅដើមស៊ីវាឃ្លានស៊ីបងប្អូនចឹងពិបាកហើយកូនរបស់វាចាប់ដើមចេះលិតចំណីលិតអីខ្លះបងប្អូនហើយខ្ញុំព្យាយាមពេលដែលដាក់ចំណីដាក់អីគឺខ្ញុំព្យាយាមលេងជាមួយពួកវាដើម្បីឲ្យពួកវាមានភាពផ្សាំងជាមួយនឹងយើងកុំឲ្យវាប្លែកពួកវាជាប្រភេទសត្វកាត់ព្រៃអញ្ចឹងបើសិនជាយើងអត់ចំណាយពេលជាមួយពួកវាទេអញ្ចឹងទៅមុខទៅវាអាចផ្លាងវាអាចកាចវាអាចអីចឹងទៅអញ្ចឹងនៅពេលដែលវាមានកើតកូនកើតអីឬក៏វាមានបញ្ហាណាមួយយើងចាំបាច់ត្រូវទៅក្បែរអញ្ចឹងយើងបញ្ហាហ្មងយើងចូលទៅក្បែរបានទេដូចជ្រូកខ្ញុំឯនេះបិទតែវាទោះបីវាសាំងមួយខ្ញុំក៏ដោយបងប្អូនប៉ុន្តែជាមួយអ្នកផ្សេងអត់បានទេវាផ្លាងវាមិនទៅកាចទៅខំទៅអីទេប៉ុន្តែវាអត់ឲ្យចូលក្បែរហ្មងគ្រាន់តែឃើញដូចប៉ាដូចអីខ្ញុំទៅគឺវាផ្លាងហ្មងបើម្ដាយរបស់ខ្ញុំវាស្គាល់ដោយសារម្ដាយរបស់ខ្ញុំទៅដាក់ចំណីដែរហើយបងប្អូនមើលកូនជ្រូករបស់ខ្ញុំហ្នឹងធំលឿនមែនទែនអាមួយដែលដើរហ្នឹងគឺធំស្អាតតែស្ដាយបងប្អូនដែលខ្ញុំមានសិតតែឈ្មោលអត់មានមេតែមួយអាគុតអញ្ចឹងក៏សម្បូរបងប្អូនគាត់ឆាតសួរនាំរោទិញដែរប៉ុន្តែសូមបញ្ជាក់បងប្អូនឲ្យហើយដែរថាខ្ញុំអត់មានកូនជ្រូកនេះទេបងប្អូនអត់មានកូនជ្រូកមេទេហើយបើបងប្អូនចង់បានឈ្មោះយកទៅធ្វើពូជក៏បានអាចថាពេលក្រោយចាំតាក់ទងមកបងប្អូនមួយទៀតជាការសុំវល់ហ្មងសុំបងប្អូនកុំខលមកអីពូពេលខ្លះខលមកសម្រាប់តែការងារចាំបាច់ប្រចាំណាមួយទេបងប្អូនភាគច្រើនខ្ញុំអត់សូវមានពេលវេលាទេហើយដូចបងប្អូនឃើញអញ្ចឹងទូរស័ព្ទរបស់ខ្ញុំគឺដើរតួជាកាមេរ៉ាថតវីដេអូថតអីហ្នឹងអញ្ចឹងដល់ពេលខ្លះកំពុងតែថតបងប្អូនខលមកទៅវាដាច់វាអីចឹងទៅឬក៏ពេលខ្លះទៀតខ្ញុំកំពុងតែរៀនបងប្អូនខ្លះគ្រាន់តែខលមកលេងអីចឹងអត់កើតទេខ្ញុំអត់មានពេលសម្រាប់និយាយលេងច្រើនទេបងប្អូនមិនថាមិនចង់ជជែកកំសាន្តជាមួយបងប្អូនទេប៉ុន្តែខ្ញុំធ្វើការច្រើនធ្វើការទៅក៏រវល់ច្រើនទៅអត់បានជជែកកំសាន្តទេប៉ុន្តែបើបងប្អូនឆាតមកជាសំឡេងក៏បានឬក៏បើសិនជាបងប្អូនអាចសរសេរជាអក្សរក៏បានដែរខ្ញុំយល់ថាបងប្អូនខ្លះគាត់អត់ចេះសរសេរអក្សរទេលើកមុនធ្លាប់មានបងប្អូនគាត់ឆាតមកជាសំឡេងទៅខ្ញុំឆាតសរសេរជាអក្សរទៅវិញទៅគាត់ថាអូបងអើយខ្ញុំអត់ចេះអានអក្សរទេចឹងខ្ញុំយល់បើបងប្អូនអាចថាផ្ញើជាសំឡេងមកក៏បានដែរប៉ុន្តែគាត់ថាពេលខ្លះបងប្អូនឃើញខ្ញុំចូលទៅមើលហើយខ្ញុំអត់តន់តបមិនខ្ញុំរឹកទេបងប្អូនព្រោះពេលខ្លះទៅបងប្អូនឆាតមកជាសំឡេងទូរស័ព្ទខ្ញុំវាអត់មានសេវាបងប្អូនឃើញខ្ញុំរស់នៅតាមទីជនបទអញ្ចឹងវាអត់សូវមានសេវាអត់សូវមានអីទេអ៊ីនធឺណិតអីនេះវាអត់សូវដើរទេចឹងហើយតលតែវាដើរទៅបានខ្ញុំស្ដាប់ដឹងតែបងប្អូននិយាយពីអីបានខ្ញុំតបទៅវិញហើយក៏មានដែរបងប្អូនខ្លះទៀតគាត់ឆាតមកយ៉ាងទៅគាត់សួរលក់ម៉ានលក់មិនខ្ញុំអត់ដឹងថាលក់អីទេព្រ
ព្រោះសัตว์ខ្ញុំវាមានច្រើនប្រភេទអញ្ចឹងបងប្អូនអាចថាអូបើសិនជាបងប្អូនចង់ឆាតមកអីចឹងបងប្អូនបញ្ជាក់ផងថាឧទាហរណ៍ដូចចង់សួរកូនជ្រូកអីចឹងកូនជ្រូកនឹងលក់មិនតម្លៃប៉ុន្មានទេកប៉ាលក់មិនតម្លៃប៉ុន្មានឬក៏លលោកឬក៏ព្រៀបឬក៏អីចឹងទៅឬទីអីចឹងទៅឬក៏គោអីចឹងទៅបងប្អូនសួរបញ្ជាក់ឲ្យច្បាស់ចឹងទៅខ្ញុំស្រួលដឹងហើយបងប្អូនខ្លះទៀតក៏ផ្ញើតែមេដៃមកខ្ញុំមិនដឹងថាស្អីទេនិយាយទៅត្រង់ទៅមួយថ្ងៃខ្ញុំទទួលបានសារនឹងវាច្រើនអញ្ចឹងពេលខ្លះក៏អត់មានពេលតបពេលខ្លះក៏ពិបាកអីចឹងទៅហើយខ្ញុំព្យាយាមមួយទៀតព្យាយាមតបឬក៏ព្យាយាមទទួលតែបងប្អូនដែលគាត់ទទួលទិញសัตว์ឬក៏កក់អីចឹងទៅអញ្ចឹងបើបងប្អូនឆាតមកច្រើនពេកវាបាត់អ្នកដែលគាត់ឆាតមកមុននឹងទៅវាចុះទៅក្រោមបាត់ពិបាករោហើយពេលខ្លះអត់ចាំទេអត់ដឹងថាអ្នកណាធ្លាប់ទិញអ្នកណាធ្លាប់អីទេបងប្អូនអញ្ចឹងសុំទោសបងប្អូនទាំងអស់គ្នាដែរហើយដូចខ្ញុំបញ្ជាក់មិញអញ្ចឹងបើបងប្អូនមានកាយបងប្អូនអាចថាឆាតមកក៏បានឬក៏ comment មកក៏បានដែរបងប្អូន comment ទៅខ្ញុំភាគច្រើនខ្ញុំតបជាមួយនឹង comment ពូខ្ញុំប្រើទូរស័ព្ទមួយផ្សេងទៀតដើម្បីតបអញ្ចឹងវាពិបាកចូលទៅក្នុងឆាតបន្តិចហើយបន្តបន្តិចបងប្អូនសម្រាប់ទាសម្រាប់កងាននេះដូចបងប្អូនឃើញខ្ញុំដាក់បន្ថែមនេះគឺចំណីត្រាំបងប្អូនចំណីត្រាំចំណីអីហ្នឹងយើងច្រឡំចំណីត្រាំស្រូវត្រាំដាក់បន្ថែមវាស៊ីអញ្ចឹងទៅពពុះព្រៀបក៏ដូចគ្នាលលោកក៏ដូចគ្នាដែរបងប្អូនស្រូវដែលខ្ញុំឲ្យស៊ីនេះគឺពពុះស្រូវត្រាំខ្ញុំអត់យកអាស្រូវស្ងួតមកឲ្យស៊ីទេខ្ញុំត្រាំមួយយប់អីចឹងទៅហើយខ្ញុំយកវាទៅបដោះពេលខ្លះឲ្យវាចេញជាប្លោកទៅដើម្បីឲ្យយកឲ្យមន់ទាស៊ីវាល្អវាងាយវាផុយជាងបើសិនជាយើងឲ្យស៊ីអាស្ងួតវាអាចធ្វើឲ្យសัตว์យើងវាទៅជាស្កកដូចទាដូចអីស៊ីអាស្រូវស្ងួតហ្នឹងអាចស្កកបងប្អូនអត់ឡើងគីឡូប៉ុន្មានទេអញ្ចឹងវាខាតចំណីផងឧទាហរណ៍ស្រូវយើង1គីឡូអញ្ចឹងឲ្យស៊ីវា1គីឡូណែប៉ុន្តែបើយើងយកត្រាំ1គីឡូវាអាចឡើងដល់1គីឡូ2ខាំ3ខាំអញ្ចឹងទៅយើងចំណេញអានឹងតិចតួចចឹងណាហើយសកម្មភាពនេះគឺជាសកម្មភាពដែលខ្ញុំកាប់ស្មៅបងប្អូនស្មៅនេះគឺខ្ពស់មែនទេណាដល់បងប្អូនឃើញអញ្ចឹងឥឡូវចូល2ម៉ែត្រកន្លះអីនេះចង់3ម៉ែត្រហើយទ្រប់ត្រេលពេញព្រៃហ្មងអត់សូវបានកាប់ទេអត់មានពេលកាប់ឲ្យគោកាប់ឲ្យច្រើនទេអញ្ចឹងខ្ញុំកាប់នេះគឺកាប់តែមួយកពីយកទៅឲ្យជ្រូកស៊ីទេបងប្អូនហើយពពួកជ្រូកពពួកអីហ្នឹងគឺចូលចិត្តស្មៅនេះមែនទេពួកស្មៅនេះគេហៅស្មៅ King Grass បងប្អូនKing Grass ដើមរបស់វារៀងល្អិតជាងពពួក Super Napier ហើយវារៀងរោមជាងបន្តិចប៉ុន្តែល្អដូចគ្នាបងប្អូនសម្រាប់គោសម្រាប់អំពេអីយើងដាំតែឧទាហរណ៍យើងមានគោត្រឹម4-5ក្បាលអញ្ចឹងបើយើងអាសាអញ្ចឹងយើងដាំត្រឹមតែដី1រ៉ៃ2រ៉ៃអីទៅបងប្អូនដូចដីនេះដែលដាំនេះគឺប្រហែលជាខ្ទង់3រ៉ៃដូចជាខ្ទង់ជិត3រ៉ៃបងប្អូនជិតកន្លះហិកតាអញ្ចឹងវាបើសិនជាឲ្យតកោត្រឹម4-5ក្បាលអីយើងកាប់វិលជុំបងប្អូនកាប់ជាងទៅអាទ្រាំតែយើងកាប់ទៅដល់អាក្រោយវាលក្រោយនោះអាខាងមុខនេះដោះពេញបាត់ហើយបងប្អូនកុំមើលឃើញអញ្ចឹងបែបឆ្កងគិតថាចូលអ្នកស្រែអ្នកចកាយអត់មានប្រដាប់ប្រដាកាត់អីស្រួលបួលខ្ញុំប៉ះណាខ្ញុំទាញអាហ្នឹងឯងបងប្អូនតែវិតមានកបិតមួយទៀតដែលកាប់ស្រួលតែខ្ញុំខ្ជិលដើរទៅរកកបិតដើរទៅរកអីយកអាកបិតងុកនេះធម្មតានេះយកមកកាប់មកទៅតែវិតមានកបិតមួយយ៉ាងទៀតនោះកាប់ស្មៅយើងស្រួលបងប្អូនកាប់ប៉ាត់ស្រួលតែខ្ជិលដើរទៅដោយសារខ្ញុំកាប់បន្តិចនេះឯងបងប្អូនកាប់តិចនេះយកទៅឲ្យជ្រូកស៊ីនិងសាយបងប្អូនសាយរបស់ខ្ញុំក៏វាស៊ីដែរប៉ុន្តែវារៀងក្តៅបន្តិចសម្រាប់សាយហើយដល់បងប្អូនឃើញអញ្ចឹងបោះទៅក៏វាស៊ីពេញមួយថ្ងៃនឹងមកមួយថ្ងៃហ្នឹងក៏វាស៊ីអាចថាតាមពិតមកកាពីនេះវាស៊ីមិនគ្រប់ទេតែគាត់ថាយើងថែមស្មៅធម្មជាតិអីផ្សេងខ្ញុំមិនឲ្យវាស៊ីតែពពួកស្មៅណាមួយមុខទេខ្ញុំមានឲ្យវាស៊ីពពួកស្មៅពួកវយដែលខ្ញុំកាប់បាននៅជុំវិញនឹងកាប់បានពីជុំវិញទ្រុងមន់ទ្រុងទាហ្នឹងអញ្ចឹងខ្ញុំឲ្យវាស៊ីទៅហើយពេលខ្លះទៅក៏កាប់វកាប់អីជុំវិញនឹងទៅតែពេលខ្លះក៏មិនបានទៅហើយនេះគឺជាទ្រុងសាយរបស់ខ្ញុំបងប្អូនត្រូវការអន្សាយក៏មានដែរបងប្អូនឥឡូវខ្ញុំមានមេអន្សាយរៀងក្រៅដែរអញ្ចឹងអាចលក់ជូនបងប្អូនបានខ្លះហើយតម្លៃលក់គឺ 60000 បងប្អូនពេលខ្លះបងប្អូនខ្លះគាត់
trong ban ta côn thì có đã đăng tha pe đã tinh côn tới vì chùm này pe du chiêng cả tinh mê bang bồn mê bá dương tinh tới chắp ban côn chắp ban ấy chứ không bồn chân vì lọ mà giang này tại bờ côn vì chùm này pe bùm mũi khai đâu bùm mũi khai bơ khai trong tập ban tại này khác có châm tầm bay lùm o sờ bay cầm xa như thế còn sơ khoa thì còn này khác thích có châm tầm bay ban chỉ côn ban chỉ lụa trên đời khai từ chừng một robot từ trên đi chỉ scam một phép để nhung vỡ hơi tao lọp từ kháng đau một tí bông chụp pu bông bồn còn lợt làng pi rương pi bịch đài bông bồn mà chụp luôn còn lẹp khai thà khởi phơi chân rồi có Tuesday bỏ nhung dây ở rương phơi che ban lôi châm sẵn che ban lôi tích khai chỉ thấy thôi nữa về khai nhung có riêng Arsenal đâu bồn hay và này ở đây để nhung phơi nhung nơi tập to phơi ở đây để nhung trong ribrop prap bông bồn nhung nơi tập to làm bầy vì ai tha chỉ chăn tẹt mùi bao nhung đài làm bầy prap từ đó bông bồn đó kia tha nhưng cua phơi bạc ná phù pe khác bông bồn khác quạt đăng quạt mình cùng nứt quạt mình ấy pe đề nhung ai vậy tới ai ta quạt vô ai ta quạt chỉ cầm lăng chùm run chất mùi sầm rạp phụ quạt này nhóm đôi khi nhiều bông bồn về cái nhung mẹ ram thật chưa nhưng mẹ ram thà thôn tròn nhưng mình chọn phơi cái và nãy về đại dương ban đạp ban lư bông bồn mà chùm luôn để quạt cặp bông ở phơi cái chùm mùi nừng chùm càng nghe đại sự điên chùm mùi nừng càng nghe để dương cặp bông ở phơi về đôi chia ca chùm run lực thực chất mùi ở dương prang prang bờ tổ rồi cô về để dương khơi kê phơi tới kê đi chùm rán chứ cô riêng phơi tam chứ đấy rồi bông bồn khơi cam phê bọn nhung cặp bông ở phơi cặp bông tai tại đồn tại nhà ní nhưng mơ video chỉ ra nhưng mơ bông bồn chỉ ra để quạt phơ tơ tụi bàn Paul tụi bàn lật tập Paul để quạt chọn bán chứ nhưng có chơi là phơ tam thôi bông bồn dương mình tự khát thế dương mơ dương riêng phơ tam dương riêng đấy nè cũng ôi chùm này ót cru chùm này vô shop dục mình bật lang khâu mò chờ phơ ở năng việc chưa được mùi đài mình xóm cua thì tại bờ dương riêng dương phơ dương ăn vọt tới ở năng việc chưa được lộ nhung nơi chăm bịa sầm đây bỏ cru nhung mùi tiết cứ quạt vậy tha kịch ở đôi chỉ trao chợ smoke chứ không buồn và nay còn tha trao chợ smoke tam bất quạt min cũng nứt lỗ không buồn về để quạt lang tơ lơ thang lang tơ lơ đam thao nào nằm bấy chợ smoke nó quạt kịch cu ban cho bán nó hai là ca bỏ quạt min trầm trơ còn là tha chị ạ có xóm quạt lẹ mau muốn về để quạt vô cả hai là ca rồi cô cùng rong bỏ quạt nâng vô từ ăn vọt nó vi chia cái sao đây vì chỉ riêng mùi đài vì ai tham mơ mình khơi nhỉ buồn và nãy bơ sân chia cùng rong bỏ quạt nấng nghệ quạt ban cho vì lời đàm thao mà vinh quạt riệp trong phơ tam cùng rong phai này ca bỏ quạt quạt chặt smoke mùi ở tiêu lụ ban mà rồi riêng cho bờ chặt smoke đọp trên tới lụ ban man này trên tới rồi chặt ban mà pon lụ ban mà man này trên tới đôi nhôm đại đồng buồn về class nhưng mà làm ta nhóm đôi trao chặt smoke chẳng về để dương với ca pe thì dương dân tới dân tay từ kịch đầu tiêu đồn dân tay từ kịch ha đồn mà đám dân ai ban đọc là cho bữa đọc đám ban mà buồn dân ai tha ban rồi là dân tới cho bơm ban pi bầy rồi đàm bông buồn kịch mờ mà ai thầm mà rồi đàm chứ mà rồi đám chứ ban mà pon là bởi cho bầy rồi đàm không hay tá chẳng vì ai tha ban bay pon rồi lại dân tới không một năm bây giờ bay chạy mau những cái thầm những tập đọc khai cho ở smart sưu kịch thèm mà khai những ban tập bay rối vì chụp bạc khai muối một buồn chẳng bữa sinh dương phơi khai ip sen phơi đi phơi luôn và time om tới nhóm top từ sen được không caption bao nhiêu mùi vậy thèm miền đông tụi ban mà khai ban bay rồi la chân tới dừng chấm sạp sen được mòn được ấy chân tới chừng ai tham món ti ấy nhưng vạch thay ra này mặc hai chúng ban tầm rồi là đi cho chấn chùm nô bỏ dưỡng bán buôn rồi là bởi mình nói buồn chấn tiêu họ thà dưỡng ban pi món pi tia mau ban buôn rồi là từng món từng tia hay từng đồn nó dưỡng ban buôn rồi là hay cho nơi sạch em xem thì nơi dưỡng phơi sai phơi sờ đi nhóm nhưng phơi sờ bỏ nhóm chỉ thoa mà đá mà năm nhưng vay thà ban tích bấm phốt có một pon này bên này chỉ thong mà nói vì ai ban pi pon ai ban 7 pon đấy chứ không buồn chẳng những cái tham những ban tập pi rồi là tham chứ pi chùm nô 100
ខែរបស់យើងបែងចែកទៅជាខែថាស្រូវរបស់យើងបានត្រឹមតែ$200ក្នុងមួយខែទៀតចុះអញ្ចឹងយើងអាចថាទៅមុខអានេះវាមិនជារឿងដែលកើតឡើងហើយណាបងប្អូនអានេះជាក្តីសម័យជាអ្វីដែលយើងរំពឹងទៅមុខទេវាអត់តាន់កើតឡើងទេប៉ុន្តែយើងគិតហើយដូចបងប្អូនឃើញអញ្ចឹងដងខ្ញុំមានតាន់បានផ្លែណាបងប្អូនដងខ្ញុំទៅប៉ុណ្្នឹងទេអញ្ចឹងបើពេលខ្លះដល់ពេលដែលយើងនិយាយពីរឿងក្តីសម្បិនរបស់យើងពីផែនការរបស់យើងអ្នកខ្លះគេឃើញយើងគេសើចហ្នឹងបងប្អូនដោយសារអញ្ចឹងឯងដោយសារយើងមិនតាន់បានជាលទ្ធផលទេដងរបស់យើងទៅដើមប៉ុណ្្នឹងមានតាន់បានមកដើម$10ណាជឿបើអ្នកខ្លះគេដែលមានលទ្ធផលហើយគេលើយើងគេអីចឹងទៅអ្នកខ្លះគេសើចចំអកឲ្យយើងថាយើងតិចខ្លាយទៅជាអ្នកមានអីចឹងទៅតិចខ្លាយជាសទ្ធិអីចឹងទៅពេលដែលឮពាក្យពេចន៍ឮសម្ដីយើងនិយាយអីចឹងទៅអញ្ចឹងដូចខ្ញុំរៀបរាប់មកអញ្ចឹងបើសិនជាទាដូងយើងបានមួយខែ$300ហើយមន់ទាយើងបានមួយខែ$100ទៅ$400បាទហើយចុះបើសិនជាដូងបើសិនជាស្រែស្រូវរបស់យើងបានមួយខែ$200ទៀត$200ទៀត$600បាទអញ្ចឹង$600អាហ្នឹងគ្រាន់តែជាចំណូលផ្សេងដែលយើងទទួលបានហើយដូចខ្ញុំធ្វើការជាគ្រូបរិញ្ញាបត្រដល់ឡែកមួយមុខទៀតអញ្ចឹងប្រាក់ខែវាសមរម្យអញ្ចឹងបូកទាំងអស់ហ្នឹងទៅយើងអាចថាចាយវាល្មមគ្រប់គ្រាន់ហើយដូចអនាគតភរិយារបស់ខ្ញុំអីក៏គាត់ធ្វើការអញ្ចឹងក្នុងជីវភាពជាអ្នកស្រែបងប្អូនចំណូលប្រចាំគ្រួសារបានមួយខែតែ1000ជាងសរុបអញ្ចឹងយើងរស់នៅបានស្រួលបួលត្រឹមត្រូវល្អជាមិនយើងមិនអាចនិយាយថាអូខ្លាចជាសទ្ធិខ្លាចជាអីទេបងប្អូនប៉ុន្តែខ្ញុំយល់ថាបើសិនជាមានត្រឹមឡានជិះមួយល្មមសំគួរអាចថាទៅមុខទៅយើងមានផ្ទះមួយសំរុំអាហ្នឹងវាជារឿងមួយដែលខ្ញុំគិតថាវាដូចជាមិនពិបាកពេកទេបងប្អូនបើថាឲ្យខ្លាចទៅជាអ្នកមានខ្លាចទៅជាសទ្ធិលុយវ៉ាលៀនអីហ្នឹងអាហ្នឹងប្រហែលជាពិបាកប៉ុន្តែបើសិនជាគ្រាន់តែរស់នៅក្នុងជីវភាពមួយជាកសិករមានលុយមានកាក់ចាយវាយសំសួនសំរុំមានពេលវេលាសម្រាប់លំហែកាយខ្លះហ្នឹងអាហ្នឹងខ្ញុំគិតថាវាប្រហែលជាមិនពិបាកធ្វើពេកទេបងប្អូនហើយខ្ញុំក៏គិតថាវាដូចជាមិននៅឆ្ងាយពីដៃរបស់ខ្ញុំពេកដែរអាហ្នឹងសម្រាប់ខ្ញុំនិយាយស្ដាប់ទៅពេលខ្លះបងប្អូនខ្លះគាត់អាចថាមានអារម្មណ៍ថាដូចអួតចោះប៉ុន្តែវាជារឿងពិតបងប្អូនឧទាហរណ៍ដូចឥឡូវដូងរបស់ខ្ញុំនេះខ្ញុំដាំបានច្រើនដើមដែរហើយអញ្ចឹងទៅមុខអាចថាវាសម្រាប់ខ្ញុំខ្ញុំអត់មានដល់300ដើមទេបងប្អូនដីរបស់ខ្ញុំវាតូចតាចអញ្ចឹងវាអាចថាបានតិចតួចអញ្ចឹងទៅមុខទៅអាចថាចំណូលត្រឹមមួយខែមួយប៉1000នេះខ្ញុំគិតថាអាចទៅរួចអត់ពិបាកទេហើយខ្ញុំមានសត្វផ្សេងដូចពពួកព្រាបលលោកពពេចកណ្ដុរបារាំងសាយហើយក៏មានជ្រូកកណ្ដុរអីដែរជ្រូកកណ្ដុរអីទៅមុខអាចថាយើងទទួលបានចំណូលខ្លះទៀតអញ្ចឹងដូចខ្ញុំលើកឡើងមកអញ្ចឹងថាបើត្រឹមតែ$1000ខ្ញុំយល់ថាដូចជាមិនពិបាកទេមិនពិបាករកទេបើសិនជាយើងទាំងពីរអ្នកប្តីប្រពន្ធទាំងសัตว์ដែលយើងទទួលបានហើយនឹងនេះចឹងណាហើយគម្រោងរបស់ខ្ញុំមួយទៀតហ្នឹងគឺខ្ញុំចង់បានត្រាក់ទ័រមួយចង់បានត្រាក់ទ័រមួយបើមិនបានស៊ីឈ្នួលទេពួកខ្ញុំអត់មានពេលវេលាណាទៅស៊ីឈ្នួលទេបងប្អូនយ៉ាងហើយយើងអាចថាធ្វើស្រែធ្វើចការខ្លួនឯងឬក៏ស៊ីឈ្នួលបងប្អូនខ្លួនឯងអញ្ចឹងទៅដីស្រែសម្រាប់តែបងប្អូនខ្លួនឯងតិចតួចទៅយើងអាចធ្វើបានទេបងប្អូនចាអានឹងជាគំនិតបែបចៅចាក់ស្មុករបស់ខ្ញុំហើយខ្ញុំសង្ឃឹមថាទៅមុខខ្ញុំអាចធ្វើបានហើយទោះបីជាមានពាក្យពេចន៍បងប្អូនមួយចំនួនគាត់អាចថានិយាយឌៀមដាមមាក់ងាយមើលងាយមិនក៏វាជារឿងធម្មតាព្រោះអានេះវាជាដំណើរការបងប្អូនខ្ញុំធ្លាប់ឆ្លងកាត់ចែកហើយតាំងពីចាប់ដើមដំបូងពេលដែលខ្ញុំថតមន់ទា4-5ក្បាល4-10ក្បាលអីចឹងក៏មានបងប្អូនខ្លះថាមិនចេះខ្មាស់គេអីចឹងទៅពេលដែលយើងថតមន់ទាបន្តិចតួចអីចឹងគេនិយាយគេថាអីទៅហើយដល់ពេលក្រោយមកក៏ធ្វើវីដេអូនិយាយពីរឿងការចិញ្ចឹមទានឹងធ្វើមិនឲ្យជោគជ័យក្នុងការចិញ្ចឹមទានឹងក៏មានបងប្អូនខ្លះទៀតថាជោគជ័យស្អីមន់ទាប្រហែលក្បាលគេមន់ទាគេរាប់ពាន់រាប់ម៉ឺនក្បាលគេមិនធ្វើវីដេអូនិយាយអីផងហើយយើងនឹងក៏ស្អីសម្រាប់ខ្ញុំបងប្អូនខ្លះគាត់មិនចូលចិត្តចែករំលែកឬក៏គាត់ចូលចិត្តចែករំលែកដែរប៉ុន្តែពេលខ្លះ
ពេលដែលគាត់មានពេលវេលាតិចតួចគាត់រវល់ច្រើនគាត់មិននឹងអាចមកចំណាយពេលទៅលើអាការរៀបរាប់ការធ្វើវីដេអូអីនឹងដូចខ្ញុំបានបងប្អូនខ្ញុំទៅមុខទៅប្រហែលជាមិនអាចធ្វើវីដេអូដែរហ្នឹងបងប្អូនតាមស្ថានភាពរបស់ខ្ញុំឥឡូវនេះដូចបងប្អូនបានស្ដាប់នៅខាងដើមអ្វីដែលខ្ញុំនិយាយបានខ្លះហើយថាឥឡូវចាប់ផ្ដើមមានពេលវេលាតិចទៅហើយខ្ញុំមានពេលវេលាសម្រាប់ថតនឹងតិចតួចមែនទែន 3-4 ថ្ងៃបានធ្វើបានវីដេអូមួយឬក៏ 4-5 ថ្ងៃឬក៏ពេលខ្លះមួយអាទិត្យអីចឹងទៅបានធ្វើវីដេអូបានមួយអញ្ចឹងទៅមុខទៅបើសិនជាខ្ញុំអាចដល់កលៈទេសៈមួយដែលមានមន្ទាច្រើនឯដែរឬក៏ការងារកាន់តែច្រើនទៅអាចថានឹងរវល់ដូចអ្នកដែលគាត់មានទាមន់រាប់ម៉ឺនក្បាលអញ្ចឹងដែរនឹងគាត់ថាបានអញ្ចឹងស្របពេលដែលយើងមានតិចតួចយើងមានពេលវេលាគ្រប់គ្រាន់សម្រាប់ចែករំលែកយើងចែករំលែកទៅរៀបរាប់ប្រាប់ពីបទពិសោធន៍ដែលយើងធ្វើទៅហើយបញ្ជាក់ឡើងវិញបងប្អូនគួរតែមានគំនិតដូចចៅចាក់ស្មុកចឹងរៀបចំផែនការសម្រាប់ជីវិតខ្លួនឯងប៉ុន្តែចៅចាក់ស្មុកគាត់អកុសលត្រង់ថាគាត់មិនទាន់បានយកផែនការនឹងគាត់ទៅប្រើផងគាត់ធ្លាក់ពីលើដើមថ្នោតមកប៉ុន្តែសម្រាប់ជីវិតរបស់យើងទាំងអស់គ្នាយើងអត់មានអីត្រូវធ្លាក់ពីលើដើមថ្នោតទេអញ្ចឹងយើងរៀបចំគម្រោងរៀបចំផែនការហើយធ្វើវាបន្តទៅមុខទោះបីពេលខ្លះគេយល់ថាយើងមានអំណួតអួតអាងជាមួយនឹងអ្វីដែលយើងបានរៀបចំមានគម្រោងផែនការហ្នឹងក៏វាល្អជាងយើងគ្មានគោលដៅគ្មានឆន្ទៈគ្មានការតាំងចិត្តអីដែរមេតបខ្លាំងជាមេតបដែលអាចថាហ៊ានហើយហ៊ានកំណត់គោលដៅទោះបីសត្រូវរបស់យើងនឹងខ្លាំងប៉ុណ្ណាក៏ដោយហ៊ានច្បាំងជាមួយហ៊ានតទល់ហើយហ៊ាននិយាយថាខ្ញុំនឹងទទួលបានជោគជ័យអានេះខ្ញុំមិនជាគ្រូជោគជ័យទេបងប្អូនចឹងអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយ